បងស្ត្រីដែលមានបញ្ហាធ្លាក់សមកជាប្រចាំចាដំបូងឡើយវាដូចអត់អីខ្លាំងទេចាសិបយូរទៅធ្វើឲ្យគាត់មានបញ្ហាកាហាយពេលគាត់នោមគឺកាហាយមានការឈឺជុកចាប់ពេលគាត់នៅជាមួយតែគាត់មានការឈឺជុកចាប់ដូចគ្នាដែរហើយយូរទៅគាត់មានអារម្មណ៍ថាស្បូនរបស់គាត់នោះគឺលែងល្អចាបងខ្លះរហូតដល់ឲ្យគាត់នោមមកនឹងចេញឈាមចាពេលនោមមកនឹងគឺមានឈាមប្រាក្រហមមកតាមទឹកនោមរបស់យើងហើយអាចនឹងធ្លាក់ឈាមមកវាប្រើអញ្ចឹងណាចាយូរទៅគាត់រៀងលហាត់លហៃរិញរៃស្បែកប្រហែលជាស្ងួតស្អាតសម្រស់វិញគឺធ្លាក់តែម្ដងចារៀងខ្សោះក្នុងខ្លួនអត់សូវមានកម្លាំងមានកាហែងទេចារៀងចាប់ផ្ដើមស្វាងភ្នែកនិងប្រើស្វាងភ្នែករៀងជូរសក់ចាជូរសក់មែនតើក៏អីក៏អត់បានរៀងចាប់ផ្ដើមរៀងជើចកេះជើនៅលើថ្ងាសជើចុកនៅចុងខ្នងចាជើនៅសន្លាក់ជើចុកនៅខួរឆ្អឹងក្តៅខ្លួនស្ទើរជាប្រចាំអាសាជាក្បាលវមុខអីផ្សេងហ្នឹងចាលើចេញអាការៈរោគសញ្ញាទាំងហ្នឹងហើយបងមិនឆ្ងល់ទេថាហេតុអីបានអញ្ចឹងចាកត្តាទាំងអស់ហ្នឹងគឺបង្កពីពពួកមេរោគចាពពួកមេរោគកាមរោគដែលសម្រាប់យើងស្ត្រីជាទូទៅគឺឆ្លងតាមទ្វីមីនឹងឯងប៉ុន្តែមេរោគអស់ហ្នឹងយូរទៅគឺវាចាប់ផ្ដើមរស់ក្នុងប្រព័ន្ធឈាមរបស់យើងទាំងមូលណាចារស់ក្នុងប្រព័ន្ធឈាមផុតពីរស់ក្នុងប្រព័ន្ធឈាមសពអស់ហើយវាចាប់ផ្ដើមបដូរទីតាំងទៅសង្ងំនៅផ្នែកសម្លាក់និងខួរចុងរបស់យើងហើយដល់ដំណាក់កាលហ្នឹងគឺមានផលប៉ះពាល់ច្រើនមែនទែនដល់សុខភាពរបស់យើងវាបង្កជាការរលាកការហើមការលំបាំងផ្សេងបងប៉ះពាល់ស្បូនយើងសុខភាពស្បូនយើងក៏អត់ល្អទេស្បូនយើងចាប់ផ្ដើមហើមសាច់ដុំស្បូនយើងគឺលែងល្អហើយអញ្ចឹងយើងប្រឈមជាមួយនឹងការស្រុតស្បូនរួមស្បូនរាន់ធ្លាក់ស្បូនផ្សេងយូរទៅបង្កជាបញ្ហាគិះគ្រប់ប្រភេទគិះទឹកគិះប្រេងគិះខ្យល់អាទាំងអស់ហ្នឹងហើយវាបង្កពីពួកមេរោគកាមរោគហ្នឹងឯងខ្ញុំឃើញបងប្អូនយើងគាត់ជួបបញ្ហាហ្នឹងច្រើនមែនតើប៉ុន្តែគាត់អត់បានដឹងខ្លួនគាត់បានដឹងថាហេតុអីបានវាអញ្ចឹងចាហើយវាកើតមកដោយសារអីទៅចាវាកើតមកពីណាចាហើយគាត់អត់បានរកការប្រឹក្សាត្រឹមត្រូវដោយសារតែគាត់មានភាពខ្មាស់អៀនអីផ្សេងគាត់ទុកតខ្លាំងទៅធ្ងន់ពេលដែលធ្ងន់ខ្លាំងពុះពេលវាពិបាកក្នុងការព្យាបាលជ្រុលមែនតើគឺព្យាបាលឡើងជាតែម្ដងហ្នឹងគឺជាអីដែរបងប្អូនអរគ្នាគិតត្រឡប់មកវិញហើយមកចាប់ប្រឹក្សាទៅបងចាប្រឹក្សាយ៉ាងហោចណាស់ក៏យើងមិនដឹងថាយើងកើតអីងាយស្រួលយើងព្យាបាលទៅចង់កូនដែរណា